សួស្តីបងប្អូនឥឡូវខ្ញុំមកដល់រោងចក្ររោងចក្រស៊ីម៉ងបាទនេះរោងចក្រស៊ីម៉ងហើយនេះភ្នំជីបាទភ្នំជីកំពង់ធំបាទអញ្ចឹងនេះផ្លូវរោងចក្រស៊ីម៉ងបាទនេះផ្លូវឡើងទៅកញ្ចេះវិញបាទអញ្ចឹងយើងតាមដានវីដេអូខ្ញុំអរគ្នាតែខ្ញុំមកបានទៅខាងនោះណាបងប្អូនបានទៅនោះវាឆ្ងាយពេកខ្ញុំទៅបកទៅនោះថតផ្លូវទៅកំពង់ធំវិញបាទអញ្ចឹងផ្លូវរោងចក្រស៊ីម៉ងគឺឆ្ងាយប្រហែលគីឡូតែខ្ញុំដឹងថា30-40គីឡូនេះមុំទៅដល់នោះមិនទៅដល់រោងចក្រស៊ីម៉ងបងប្អូនខ្ញុំថតផ្លូវដែលខ្ញុំធ្វើដំណើរឆ្លងកាត់ចុះពីខាងស្ពានមកបាទគឺតាមនេះបងប្អូនណាចង់ទិញដីបាទត្រូវប៉ាន់ហើយតាមនេះបាទទិញហើយទៅបងប្អូនបាទមានលុយអីទិញទុកទៅបាទខ្ញុំមានលុយក៏ខ្ញុំទិញទុកដែរបងប្អូនបាទផ្លូវតាមនេះអនាគតមនុស្សច្រើនហើយណាមួយទៅមុខទៀតគឺនឹងមានការអភិវឌ្ឍច្រើនជាងនេះទៀតបាទបើមានផ្លូវស្អាតប៉ុណ្នេះហើយគឺទៅមុខទៀតនឹងរីកចម្រើនបាទអញ្ចឹងផ្លូវនេះគឺខ្ញុំជិះទៅខាងត្រូវខាងលិចស្ពានទេបងប្អូនបាទអញ្ចឹងផ្លូវនេះគឺចុះពីស្ពានចាក់មកដល់ធំសាយងារនឹងបានត្រឹម8គីឡូ9គីឡូបាទបើតាមសាច់ខ្ញុំជិះទៅដល់ត្រឹមផ្សារកំពែងនោះវា10គីឡូបងប្អូនបាទខ្ញុំជិះខ្ញុំវាស់តាមម៉ូតូណាតែយើងចាក់មកប្រហែលជាបាន10គីឡូដែរហ្នឹងបាទអញ្ចឹងនេះផ្លូវបន្ទាប់ពីកស៊ូមកបាទគឺផ្លូវលំធម្មតាមកដល់ផ្សារកាហ្វេហ្នឹងបាទមិនតាន់ស្អាតទេបាទផ្លូវនេះបាទអញ្ចឹងផ្លូវនេះបើសិនជាភៀងខ្លាំងនេះអាចនឹងផុកច្រើនជាងនឹងទៀតបងប្អូនបាទមិនតាន់ស្អាតទេឥឡូវខ្ញុំមកដល់ផ្សារកាហ្វេហើយបងប្អូនមុខវត្តផ្សារកាហ្វេបាទហើយនេះផ្លូវដែលទៅជិះទៅខាងរោងចក្រកិនថ្មស៊ីម៉ងយើងហ្នឹងបាទហើយផ្លូវនេះគឺបើភ្លៀងច្រើនគឺនឹងខូចដកទឹកដក់អីហ្នឹងណាមើលឈូសហើយនឹងកិនអត់ស្មើបាទតាមជាក់ស្ដែងខ្ញុំជិះមើលផ្លូវនេះគឺថាស្អាតខ្លះនៅខ្លះធ្វើមិនតាន់ហើយ 100% បងប្អូនបាទផ្លូវនេះគឺជិះទៅនឹងទៅចាក់ទៅខាងកំពង់ធំរោងចក្រស៊ីម៉ងរោងចក្រកិនថ្មអីបាទហើយផ្លូវនេះគឺផ្លូវបំបែកទៅខាងចកាកស៊ូរបស់អុកញ៉ាហើយអុកញ៉ាខាងណានេះបងប្អូនខ្ញុំអត់សូវស្គាល់ដែរបាទហើយអញ្ចឹងយើងមកមើលផ្លូវយើងវិញបាទនេះផ្លូវនេះគឺសិតតែចកាកស៊ូហ្មងបងប្អូនបាទខ្ញុំជិះពីស្ពានមហូតដល់នេះគឺបាទចូលចឹង40គីឡូទៅ50គីឡូជាងដែរបងប្អូនបាទឆ្ងាយដែរបាទអញ្ចឹងផ្លូវនេះគឺឡើងទូលចុះអីផងបាទហើយផ្លូវលំទេបាទហើយមិនសូវជាកលុកអីម៉ានទេបាទតាមនេះគឺសបោស្វាយចន្ទីហើយនឹងចកាកស៊ូដែលគេជាបាទហើយខ្ញុំជិះម្ដងនេះគឺហួសគីឡូ20ហើយបាទចិត្តដល់គីឡូ30ហើយបងប្អូនគីឡូ30គីឡូ60ខាងមុខហ្នឹងគឺផ្លូវទៅខាងកំពង់ធំមានវត្តមានអីហ្នឹងបាទអញ្ចឹងជិះទៅបាទតែអ្នកស្គាល់ជិះទៅតាមនេះគឺគេស្គាល់តែសម្រាប់ខ្ញុំអត់សូវស្គាល់ចង់វែងដែរបងប្អូនឥឡូវនេះខ្ញុំជិះតាមផ្លូវគឺមកដល់រោងចក្រស៊ីម៉ងហើយបាទនេះគឺភ្នំជីទៅខាងមុខទៀតនោះគឺរោងចក្រស៊ីម៉ងដែលកម្រងគេធ្វើទៅថ្ងៃមុខបាទអញ្ចឹងខ្ញុំទៅដល់បងប្អូនអធិស្ឋានផងបាទតែមកយកព័ត៌មានខ្លីៗដើម្បីឲ្យបងប្អូនអ្នកនៅពីចម្ងាយបានមើលបានស្គាល់បាទផ្លូវរោងចក្រស៊ីម៉ងខេត្តកញ្ចេះរបស់យើងគឺមានការរៀបចំបណ្ដាហើយផ្លូវក៏មិនទាន់ថាស្អាត 100% ដែរបាទគឺនៅកន្លែងខ្លះនៅកលិចកលុកមិនទាន់ស្អាតទេបាទអញ្ចឹងខ្ញុំក៏ជិះមកវិញមកដល់ផ្សារកាហ្វេវិញហើយ